ចាជំរាបសួរបងប្អូនទាំងអស់គ្នាអញ្ចឹងថ្ងៃនេះឆ្លើយសំណួរបងប្អូនមួយដែលគាត់ធ្វើការនៅកន្លែងខេត្តផ្សេងនេះគាត់សម្រាប់នៅខេត្តផ្សេងមួយទៀតហើយគាត់មានក្រដាស់80,000ហើយគាត់អត់ដឹងថាយកទៅដាក់នៅណាអញ្ចឹងពេលដែលបងប្អូនសម្រាប់កូនរួចនៅមន្ទីរពេទ្យឬក៏មណ្ឌលសុខភាពនៅខេត្តណាមួយក៏ដោយចាបងប្អូនសួរខាងអ្នកគ្រូពេទ្យឬក៏មណ្ឌលសុខភាពនឹងថាបសសខេត្តអ្នកគ្រូនឹងនៅកន្លែងណាពេលខ្លះកូនភាសាម្ដាយក្មេងយកមកសម្រាប់អញ្ចឹងណាឧទាហរណ៍អញ្ចឹងគាត់អត់ដឹងទេអត់ដឹងថានៅកន្លែងណាដោយសារគាត់ធ្លាប់ធ្វើការនៅកន្លែងនោះគាត់ស្គាល់តែខេត្តរបស់គាត់ទេហើយគាត់មកសម្រាប់នៅខេត្តយើងនេះគាត់អត់ស្គាល់ទេអញ្ចឹងបងប្អូនអាចសួរចាបន្ទាប់ពីបងប្អូនបានឯកសារ80,000នឹងហើយបងប្អូនទៅដាក់នៅបសសខេត្តដែលបងប្អូនសម្រាប់នឹងទៅមិនបាច់ចាំមកខេត្តកំពង់ស្ពឺវិញទេកុំឲ្យខេត្តពេលយូរអញ្ចឹងយកទៅដាក់នៅបសសខេត្តសៀមរាបនឹងទៅចាដើម្បីអីដើម្បីទទួលបានលុយលឿនហើយខេត្តនីមួយៗគឺមានសាខាបសសមួយពីរកន្លែងខ្ញុំមកខេត្តធំពីរកន្លែងមកខេត្តពិសេសដូចខ្ញុំដូចជាមួយទេចាដូចតែមួយគេគឺនៅចិត្តរោងចក្រ New Star អញ្ចឹងបងប្អូនណានៅខេត្តពិសេសនោះអញ្ចឹងសម្រាប់បងប្អូនដែលសម្រាប់កូនខេត្តផ្សេងហើយធ្វើបសនៅកន្លែងផ្សេងគឺបងប្អូនអាចទៅដាក់នៅបសខេត្តដែលបងប្អូនសម្រាប់គឺងាយស្រួលលឿនចាប់បានលុយចូលកុងចាហើយសម្រាប់ព័ត៌មានទាំងអស់ហ្នឹងពេលដែលអូនសម្រាប់ហើយគឺអ្នកគ្រូពេទ្យនឹងបញ្យល់បងប្អូនបន្ថែមទៀតហើយមិនបាច់បារម្ភថាធំពេញអីមិនបាច់ខ្វល់ទេបងប្អូនគឺព័ត៌មានទាំងអស់ហ្នឹងគឺពេទ្យអ្នកពេញឲ្យយើងរួចស្រេចចាជាងចាំទៅយកទៅដាក់តែប៉ុណ្្នឹងឯងចាដូចជារត់ការបុតកំណើតកូនអីហ្នឹងខ្លួនឯងតែបើថាឯកសារដែលចេញពីពេទ្យគឺពេទ្យអ្នកពេញឲ្យរួចហើយបងប្អូន